ឈប់បានឈប់ទៅកុំយកជាញ៉ាំផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិអាជីវកម្មឯកជនតទៅទៀតការអប់រំនិងការណែនាំគឺមានដែនកំណត់បើមិនព្រមស្ដាប់តាមការណែនាំទេវិធានការច្បាប់នឹងត្រូវអនុវត្តដោយផ្ទាល់គ្មានការលើកលែងនារសៀលថ្ងៃច័ន្ទទី9ខែកុម្ភៈឆ្នាំ2026នេះកម្លាំងចម្រុះនៃរដ្ឋបាលខណ្ឌកំពូលបានបើកប្រតិបត្តិការចូលរៀបចំសណ្ដាប់ធ្នាប់សាធារណៈជាថ្មីម្ដងទៀតបន្ទាប់ពីសង្កេតឃើញថាអាជីវករមួយចំនួននៅតែបន្តផ្កើនឹងការណែនាំក្រោមបទបញ្ជាផ្ទាល់ពីលោកខឹមស៊ុនសូដាអភិបាលខណ្ឌកំពូលនិងដឹកនាំដោយផ្ទាល់ដោយលោកត្រីណារ៉េតអភិបាលរងខណ្ឌកម្លាំងចម្រុះបានសម្រុកចុះទៅកាន់ចំណុចក្តៅៗចំនួន2កន្លែងរួមមាន1តាមបណ្ដោយផ្លូវលេខ42ចំណុចក្បែរផ្លូវរថភ្លើងក្នុងសង្កាត់បឹងធំ2និងតាមបណ្ដោយផ្លូវម៉ែអាណោងក្នុងសង្កាត់កំពូលក្នុងប្រតិបត្តិការនេះអាជ្ញាធរបានចាត់វិធានការក្រៅមិនមែនគ្រាន់តែចុះទៅនិយាយនោះទេប៉ុន្តែគឺចុះទៅរៀបចំនិងរើសរើរាល់ការលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវបង្កឲ្យមានការកកស្ទះនិងបាត់បង់សោភ័ណភាពទីក្រុងសូមបញ្ជាក់ជូនថាអាជ្ញាធរបានជូនដំណឹងរួចហើយណែនាំរួចហើយប៉ុន្តែអាជីវករខ្លះនៅតែមានចរិតរឹងរូសមើលរំលងច្បាប់និងមើលស្រាលការងាររបស់មន្ត្រីចាប់ពីពេលនេះតទៅគ្មានការលើកលែងជាលើកទី3ឡើយរាល់ការរំលោភបំពាននឹងត្រូវរស់រើដោយបង្ខំហើយសម្ភារៈនឹងត្រូវដកហូតភ្លាមអាជ្ញាធរខណ្ឌកំពូលសូមផ្ញើសារព្រមានចុងក្រោយចិញ្ចើមផ្លូវគឺជាផ្លូវសម្រាប់ថ្មើរជើងមិនមែនជាតូបលក់ដូរនោះទេបើបងប្អូនមិនចូលរួមសហការបងប្អូនត្រូវត្រៀមខ្លួនប្រឈមមុខនឹងវិធានការរដ្ឋបាលនិងផ្លូវច្បាប់ក្នុងកម្រិតធ្ងន់បំផុត